Xong chung thêm môi smile nó thôi bạn không có một đạt rồi mà xong môi nhau môi 1 2 3 สู้ទៅកាន់ឡូរ៉ាក្នុងនាមជាអ្នកដឹកនាំផលិតកម្មបារមីអាចបញ្ជាក់បានទេថាតើទៅបេសកកម្មរបស់យើងទៅបារាំងលើកនេះយើងនឹងធ្វើអ្វីខ្លះទីនោះ ចាតបងជំរាបសួរគុណទាំងអស់គ្នាបានចូលរួមនៅហ្នឹងជាពិសេសអ្នកសារព័ត៌មានហើយថ្ងៃហ្នឹងយើងធ្វើដំណើរទៅជា Paris យើងមាន concert អាចនិយាយថាខ្នាតធំមួយនៅ Paris ទីក្រុង Paris ថ្ងៃទី1ខែធ្នូនេះហើយយើងនឹងសម្ដែងនៅ venue ដែលគេហៅថា venue ល្អមែនតើគេហៅថា South Player ដែលវាមិនមែនស្រួលបើសិនជាយើងចង់ចូលក្នុង South Player វាមិនស្រួលទេហើយខ្ញុំគិតថាដោយសារតែវណ្ដាធ្លាប់មានបទពិសោធន៍បានសម្ដែងឲ្យ Olympic របស់ Paris គេក៏ទទួលយកអញ្ចឹងវាមានន័យថាវាជាប្រវត្តិសាស្ត្រហើយយើងចូលជាលើកទី1ដែរអ្នកសិល្បករដែលជាតន្ត្រីដែលបានសម្ដែងហើយពីមុនហ្នឹងមានតែ Royal Ballet របស់ Princess Bophatevi អញ្ចឹងទៅបានសម្ដែងនៅហ្នឹងអញ្ចឹងសម្រាប់ពួកយើងរំភើបចិត្តហើយយើងរំភើបជាពិសេសយើងចង់តំណាងឲ្យខ្មែរហើយសំខាន់ជាងគេយើងមានសារមួយទៅជាខ្មែរយើងគ្រប់កន្លែងនៅពិភពលោកនឹងនិយាយថាយើងចង់ឲ្យយើងសាមគ្គីភាពសម្រាប់ជាមួយគ្នាដើម្បីប្រទេសយើងនេះគឺជាន័យធំរបស់យើងដែលយើងចង់ធ្វើដំណើរទៅធ្វើអញ្ចឹងគោលបំណងធំរបស់យើងបាទមែនតើទៅធនធានសិល្បកររបស់បារមីសុទ្ធតែជាបុគ្គលដែលមានសក្តានុពលទូយ៉ាងដូចជាវណ្ដាវណ្ណឋានឬក៏ស៊ូសាណាអីជាដើមឡើងហ្នឹងឡាបាទអញ្ចឹងក្នុងនាមអ្នកដឹកនាំនៅពេលនេះឡូរ៉ាមានសុទ្ធិនិយមឬក៏ជឿជាក់ថាយើងនឹងទទួលបានការគ្រប់គ្រងកម្រិតណានៅការ performance នេះចាខ្ញុំជឿពួកខ្ញុំមានវឌ្ឍនភាពខ្លាំងមែនទែនទៅលើអ្នកសិល្បករយើងក៏មានទេពកោសល្យហើយរបៀបថាយើងក៏ទំនើបដែរយើងក៏មានសម្លេងមួយថ្មីរបស់ស្រុកខ្មែរដែលគេអត់ដែរឮហើយខ្ញុំជឿជាក់ថាអាណាក៏ដោយសូម្បីតែបារាំងឬក៏អាណាអាហ្វ្រិកណាអាមេរិកក៏ដោយក៏នឹងចូលចិត្តសម្លេងរបស់ខ្មែរពីព្រោះសម្លេងរបស់ខ្មែរខ្ញុំជឿថាវាជាសម្លេងមួយដែលថាពិសេសហើយ the world អត់តន់ស្ដាប់ពួកយើងអញ្ចឹងពេលដែលខ្ញុំជឿថាគេនឹងស្រឡាញ់សូមសំណួរខ្ញុំគិតថាសំខាន់ដែរនេះជាលើកទីប្រហែលហើយដែលឡូរ៉ាដឹកនាំសិល្បករទៅសម្ដែងក្នុងទ្រង់ទ្រាយលើឆាកអន្តរជាតិបាទយើងបានទៅខ្ញុំភ្លេចលេខហើយប៉ុន្តែមុនអាចនិយាយថាមុននឹងសង្គ្រាមយើងបានទៅស្រុកអាមេរិកសម្ដែងដែរហើយបានទៅ2 ដងបន្ទាប់ពីសង្គ្រាមយើងមកផ្ទះវិញហើយយើងទៅគ្រប់គ្រងនៅខាងនោះប៉ុន្តែអានេះជាលើកទី1បន្ទាប់ពីសង្គ្រាមដែលយើងបានទៅសម្ដែងម្ដងទៀតហើយពីមុនហ្នឹងយើងក៏បានទៅកូរ៉េក៏បានទៅអូនខ្ញុំនៅណូ Andrew បានយកគាត់ទៅជាអាមេរិកទៅជាសិង្ហបុរីទៅជាតៃវ៉ាន់បានទៅជាយើងអត់ទាន់ជប៉ុនទេណាប៉ុន្តែយើងបានទៅច្រើនហើយប៉ុន្តែនេះគឺជាលើកទី1សម្រាប់បារាំងហើយនឹងទីក្រុង Paris ទៀតដែលយើងអាចនិយាយថាគឺជាទីក្រុងសំខាន់មួយសម្រាប់ culture នៅយុរ៉ុបអញ្ចឹងទៅគឺវាថ្លៃថ្នូរខ្ញុំគិតថា special មានអ្វីជាសារទៅកាន់អ្នកស្រុកបារាំងខណៈដែលយើងកំពុងតែត្រៀមទៅដល់ទីនោះហើយសម្រាប់ខ្ញុំចង់ឲ្យសង្ឃឹមថាទាំងអស់គ្នានឹងចូលរួមសប្បុរសចិត្តអស់ហើយខ្ញុំបាន message ទៅនឹងបាន message ថាសប្បុរសចិត្តអស់ហើយខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងចូលរួមហើយនឹងសប្បាយចិត្តជាមួយពួកយើងកម្សាន្តជាមួយពួកយើងរបៀបថាអាចនឹង celebrate ជាវប្បធម៌របស់យើងហើយនឹងតន្ត្រីរបស់យើងសង្ឃឹមថាគេមកនឹងមានមោទនភាពជាខ្មែរបាទអរគុណសូមងាកទៅកាន់វណ្ដាបន្តិចបាទខ្លីៗបាទជាអារម្មណ៍របស់វណ្ដាផ្ទាល់
បណ្ដាមានអារម្មណ៍យ៉ាងម៉េចដែរហើយមានការបដិញ្ញាចិត្តយ៉ាងណាដែរចំពោះ performance នៅប្រទេសបារាំងដូចនេះ សម្រាប់ខ្ញុំដូចនេះគឺជាលើកទី2ដោយបងបាននិយាយមុននឹងអញ្ចឹងអ្វីដែលខ្ញុំចង់បន្ថែមគឺការលើកទី1ខ្ញុំទៅសម្រាប់បិទបិទអូឡ িম্প ិក sorry ខ្ញុំទៅសម្រាប់បិទអូឡ িম্প ិករដូវក្តៅឥឡូវនេះខ្ញុំទៅសម្រាប់ការ perform មួយដែលវាពេញលេញជាងមុនដោយសារតែទៅលើមុនខ្ញុំបានតែត្រឹមតែ time to ride អញ្ចឹងលើកនេះខ្ញុំធៀមច្រើនមែនតើសម្រាប់បងប្អូនហើយយើងក៏បានសមបានពិភាក្សាគ្នារួចអស់ដែរអញ្ចឹងសង្ឃឹមថាអ្នកដែលនៅបារាំងសូមជួយស្វាគមន៍ពួកខ្ញុំផងដោយសារតែយើងទៅនេះគឺយើងនឹងយកភាពជោគជ័យក៏ដូចជាសាមគ្គីដែលយើងទៅបង្ហាញពីវប្បធម៌របស់យើងទៅកាន់ទាំងអស់គ្នាមែនទែនទៅសម្រាប់លើកមុនវណ្ណាត្រូវបានអញ្ជើញទៅចូលរួមនៅក្នុងអូឡ িম্প ិកបិទអូឡ িম্প ិកប៉ុន្តែពេលនេះគឺយើងទៅក្នុងនាមខ្មែរមួយក្រុមរបស់យើងគឺសឹងតែជាខ្មែរតែម្ដងដើម្បីបង្ហាញពីសិល្បៈវប្បធម៌របស់ខ្មែរយើងនៅលើឆាកអន្តរជាតិឬក៏ទីក្រុងប៉ារីសប្រទេសបារាំងអារម្មណ៍ពេលនេះហើយពេលនេះនិងពេលនោះខុសគ្នាមិនអាចរំលែកទេអាចនិយាយថារំភើបដូចគ្នាបងគ្រាន់តែថាទៅលើកនេះគឺរំភើបខ្លាំងដោយសារតែយើងមានstage មួយដែលយើងអាចពេញមាត់ដល់បងយើងអាចច្រៀងយើងអាច perform បានសម្រាប់បងប្អូនខ្មែរឬក៏ជនជាតិផ្សេងដែលគាត់ចង់មើលចង់ដឹងពី culture ពីវប្បធម៌របស់យើងអញ្ចឹងខ្ញុំសប្បាយរីករាយនឹងចែករំលែកទៅពួកគាត់មែនទែនហើយខ្ញុំដឹងថាការរងចាំរបស់ពួកគាត់គឺនឹងមិនខកចិត្តទេងាកមកស៊ូសាណាវិញជាឆាកទីប្រមាណហើយដែលស៊ូណាក្រោយពីជ្រកក្រោមម្លប់នៃផលិតកម្មបារមីសម្រាប់ការចេញទៅក្រៅប្រទេសដូចនេះចាបងនៅក្នុងឆ្នាំមុនគឺខ្ញុំបានទៅកូរ៉េហើយនៅក្នុងឆ្នាំនេះគឺខ្ញុំបានទៅអាមេរិកហើយជាពិសេសគឺឥឡូវនេះយើងបានទៅប៉ារីសអញ្ចឹងឯងថា3ប្រទេសហើយបងដែលបានចូលក្នុងជាមួយនឹងផលិតកម្មបារមីត្រៀមខ្លួនយ៉ាងដូចម្ដេចខ្លះដែរចាបងសម្រាប់ខ្ញុំផ្ទាល់គឺមានអារម្មណ៍រំភើបខ្លាំងមែនទែនដោយសារតែនេះគឺជាលើកទី1ដែលខ្ញុំបានទៅប្រទេសប៉ារីសហើយទៅនេះគឺបានពំនាំនៅសិល្បៈខ្មែររបស់យើងទៅបង្ហាញឲ្យពុកម៉ែបងប្អូនដែលគាត់កំពុងតែរស់នៅទីក្រុងប៉ារីសផងដែរហើយជាពិសេសគឺនាំតន្ត្រីខ្មែរយើងឲ្យពិភពលោករឹតតែដឹងរឹតតែទទួលស្គាល់ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានទៅរួមដំណើរជាមួយនឹងបងហើយបានទទួលភាពកក់ក្ដៅហើយយើងទាំងអស់គ្នាបានព្យាយាមសមជាច្រើនបទខ្លាំងមែនទែនដើម្បីពំនាំនៅការ performance មួយល្អដើម្បីជូនទៅបងប្អូនទាំងអស់គ្នាបាទអរគុណខ្លីៗងាកមកវ៉ាន់ឋានវិញបរោះ multi skill បាទទៅលើជាពិសេសផ្នែកឧបករណ៍តន្ត្រីយើងគិតថាអ្វីខ្លះដែលយើងនឹង show នៅទីនោះសម្រាប់លើកនេះសម្រាប់ខ្ញុំគឺខ្ញុំទៅប៉ារីសលើកនេះគឺខ្ញុំបានពំនាំយកឧបករណ៍ខ្មែរជាពិសេសយើងឧបករណ៍របស់ដូនតាខ្មែរយើងហ្មងគឺរនាតខឹមខ្លុយហើយយើងមានត្រូហើយយើងយកទៅដើម្បីយកបង្ហាញពីសម្លេងនៃខ្មែរយើងដែលមិចជាមួយនឹងចម្រៀងសម័យចម្រៀងបែប hip hop rap ហើយយើងធ្វើឲ្យវាល្អដើម្បីចែកជូនបងប្អូនទាំងអស់គ្នាដែលរស់នៅស្រុកបារាំងឲ្យបានសប្បាយនឹងការចូលរួមរាំលេងជាមួយពួកយើងហើយខ្ញុំសប្បាយចិត្តខ្លាំងមែនទែនដោយសារវានេះច្រើនណាស់ព្រោះខ្ញុំទៅបារាំងច្រើនដងដែរអញ្ចឹងតែលើកនេះគឺដោយសារខ្ញុំបានទៅជាលក្ខណៈគ្រួសារបារមីហើយយើងបង្ហាញពីវប្បធម៌ថ្មីមួយទៀតដើម្បីឲ្យថានេះជាពួកយើងនេះជាខ្មែរបាទអរគុណហើយសុំឡូរ៉ាន់មកមួយទៀតចាមកសំណួរទៀតនោះទៅឡូរ៉ាមកហ្នឹងហើយខ្ញុំចង់បានសំណួរចុងក្រោយតាក់ទងទៅនឹងការសហការជាមួយនឹងសមាគមសិល្បករខ្មែរនៅលើកនេះហើយយើងគិតថាអាចនឹងមានលើកជាបន្តទៀតទេឬក៏ធ្លាប់គិតថានឹងមានការជជែកគ្នាជាបន្តទៀតទេបន្ទាប់ពី event លើកនេះចប់ទៅចាខ្ញុំគិតថាអាចទៅខ្ញុំសង្ឃឹមថាមានដោយសារតែខ្ញុំឃើញថាអំឡុងពេលនេះយើងបានឃើញនៅក្នុងកលៈទេសៈដែលយើងកំពុងជួបតែខ្មែរខ្ញុំចង់ឃើញយើងសាមគ្គីភាពទាំងខ្មែរនៅនោះខ្មែរនៅនេះខ្ញុំចង់ឃើញថាយើងយើងកសាងស្ពានជាមួយគ្នាហើយជួយគ្នាទៅវិញទៅមកអញ្ចឹងមានន័យថាបើសិនជានិយាយពីតន្ត្រីវាជាកន្លែងមួយដែលយើងអាចនឹងចែករំលែកពីគ្នាហើយខ្ញុំចង់អញ្ជើញខ្ញុំសង្ឃឹមថាសមាគមសិល្បករខ្មែរនឹងបន្តជាមួយការងាររបៀបថាកសាងស្ពាននឹងទៅដោយសារតែវាសំខាន់ហើយខ្ញុំគិតថានៅក្នុងអនាគតហ្នឹងបើសិនជាយើងក៏ខ្មែរនៅនេះយើង organize ជាមួយជាសម្លេងតែមួយយើងមានអំណាច
ថាវាល្អមែនតើសម្រាប់អនាគតរបស់ខ្មែរអញ្ចឹងខ្ញុំសង្ឃឹមថាយើងបន្តសង្ឃឹមថាយើងជោគជ័យនៅក្នុងនេះហើយគេនឹងបន្តគ្រប់គ្រងពួកយើង បាទអរគុណច្រើនបាទសូមខ្លីៗប៉ុណ្្នឹងចឹងណាអរគុណបាទ